បើលោកម្ចាស់សិនយកកញ្ចក់របស់ខ្ញុំទៅព្រំដែនឈិនថាងរួចប្រើវាគូសផ្លូវមកឲ្យខ្ញុំអាស៊ូនក្រមសមុទ្រនឹងអាចជួយលោកកំចាត់សត្រូវរបស់លោកបានមិនអាចទៅក្រែពួកវាជាប់ឃុំនៅបាតសមុទ្រអស់ហើយហ៎ហេតុអីបើជាចឹងអ្នកណាជាអ្នកដោះលែងពួកវាចេញមកមានច្បាប់ឡោមព័ទ្ធពួកគេគ្មានផ្លូវរត់រួចទេយុទ្ធសាស្ត្រឈ្នះបែបនេះបងធំពេញចិត្តដែរទេបងធំឯងមិនចិត្តល្អដល់ថ្នាក់នេះទេនិយាយមកចង់បានអីក្រញ៉ាំនរករលាយអណ្ដាតភ្លើងហុំព័ទ្ធខ្លួនពួកយើងមួយថ្ងៃដូចមួយឆ្នាំបើបងធំកាត់បន្ថយភ្លើងនេះបន្តិចវាដុតតិចជាងនេះបន្តិចខ្ញុំនឹងបងប្អូនពេញចិត្តប្រឹងអស់ពីសមត្ថភាពស្អីនឹងសិនកុងប៉ៅគិតចង់ធ្វើអី